กรมปรึกษาជាតិតស៊ូរបស់លោកសំរងស៊ីទាមទាររដ្ឋាភិបាលគ្រួសារហ៊ុនសើរើដីសម្បត្តិជាង 24,000 ហិកតាដែលបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវៀតណាមគ្រប់គ្រងជិត 100 ឆ្នាំដោយសំអាងពីការព្រួយបារម្ភពីការបាត់បង់ទឹកដីបើទោះបីជារដ្ឋាភិបាលគ្រួសារហ៊ុនបានប្រកាសដកខ្លួនចេញពីគម្រោង CLV ក្តីនេះបើតាមលិខិតពីសន្លឹករបស់ក្រុមប្រឹក្សាជាតិតស៊ូពីទីក្រុងប៉ារីសប្រទេសបារាំងដែលផ្ញើជូនពលរដ្ឋខ្មែរគ្រប់និន្នាការចេញផ្សាយនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2025 បើតាមក្រុមប្រឹក្សាជាតិតស៊ូក៏សម្គាល់ថាបាតកម្មរបស់ពលរដ្ឋខ្មែរជុំវិញពិភពលោកនិងការឈឺឆ្អាលរបស់ពលរដ្ឋខ្មែរក្នុងស្រុកបានបង្ខំឲ្យរដ្ឋាភិបាលនិងសភានៃគណៈបកប្រជាជនកម្ពុជាដកខេត្តចំនួន 4 ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍ CLV ដែលរួមមានខេត្តរតនគិរីមណ្ឌលគិរីក្រចេះនិងខេត្តស្ទឹងត្រែងប្រពន្ធនោះសង្កត់ធ្ងន់ថាបើទោះបីជាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតបានចោះចាញ់ប្រជាប្រដ្ឋមួយជំហានមែនក៏ប៉ុន្តែមេបកប្រជាជនកម្ពុជាមិនទាន់ចាត់វិធានការការពារបូរណភាពទឹកដីឲ្យមានសុវត្ថិភាពនៅឡើយទេប្រពន្ធដដែលសរសេរក្នុងន័យដើមថាចំពោះករណី CLV DTA យើងបន្តរួមគ្នាទាមទារឲ្យរដ្ឋាភិបាលគ្រួសារហ៊ុនសាររើដីសម្បត្តិជាង 24,000 ហិកតាក្នុងខេត្តរតនគិរីមណ្ឌលគិរីក្រចេះនិងខេត្តស្ទឹងត្រែងដែលនៅក្រោមការគ្រប់គ្រងធ្វើអាជីវកម្មរបស់ក្រុមហ៊ុនវៀតណាមដោយឡែកសំណុំរឿងកោះកុដជាមួយប្រទេសថៃវិញក្រុមប្រឹក្សាជាតិតស៊ូបានជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវតែបញ្ជូនវិវាទព្រំដែននេះប្តឹងទៅតុលាការអន្តរជាតិដើម្បីជំនុំជម្រះដោយថាកម្ពុជាមានប្រៀបតាមផ្លូវច្បាប់ផងបញ្ជាលទ្ធភាពកើតសង្គ្រាមខ្មែរនិងថៃផងជាពិសេសមិនត្រូវអូសបន្លាយពេលវេលាយូរនាំឲ្យមានចំនួនធ្វើឲ្យខាតប្រយោជន៍ប្រទេសកម្ពុជាឡើយជុំវិញរឿងនេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណានិយាយថារដ្ឋាភិបាលគ្រួសារហ៊ុនបន្តធ្វើមិនដឹងមិនលឺក្នុងការដកហូតដីសម្បត្តិពីក្រុមហ៊ុនវៀតណាមព្រោះចង់ផ្គាប់ចិត្តវៀតណាមកុំឲ្យប្រទេសមួយនេះទាស់ចិត្តនឹងកម្ពុជាបន្តទៀតក្រោយពេលដែលរដ្ឋាភិបាលគ្រួសារហ៊ុនមិនចូលរួមក្នុងគម្រោងត្រីកោណ CLV សម្រាប់លោកម៉ែនណាតបើទោះបីជាគម្រោងនេះលុបចោលក្តីក៏ប៉ុន្តែលោកថាបានបដូររូបរាងថ្មីជ្រោកក្រោមឈ្មោះថាកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជាឡាវវៀតណាមវិញដែលបន្តដំណើរការដដែលតំបន់កតុយនៀករតនគិរីមណ្ឌលរីកចេះស្ទឹងត្រែងហ្នឹងវាជាតំបន់ដែលផុយស្រួយដោយសារតែវៀតណាមហ្នឹងដាក់ក្រុមហ៊ុនហ្នឹងដាក់វិជាបរដ្ឋខ្លួនហើយហាក់ដូចជាបង្កើតអណ្ឌូចិនតូចមួយនៅកន្លែងហ្នឹងចឹងអាហ្នឹងដែលធ្វើឲ្យយើងឆ្នាំទៅមិញជាពិសេសហ្នឹងនឹងនាំគ្នាទៅជែកខ្លាំងណាស់ហើយជំរុញរដ្ឋាភិបាលកម្ពុជាហ្នឹងឲ្យលុបចោលអា CLV ហ្នឹងផងហើយនឹងឲ្យដកហូតដីសម្បត្តិសេដ្ឋកិច្ចជាង 24,000 ហិកតាពីក្រុមហ៊ុនវៀតណាមនៅតាមបណ្ដោយព្រំដែនហ្នឹងផងបើតាមអ្នកមានបទពិសោធន៍កិច្ចការព្រំដែនរូបនេះបញ្ជាក់ថាបច្ចុប្បន្នការផ្ដល់ដីសម្បត្តិជាង 24,000 ហិកតាឲ្យក្រុមហ៊ុនវៀតណាមបានធ្វើឲ្យធនធានធម្មជាតិខ្មែររួមមានព្រៃឈើនិងរ៉ែនៅតំបន់កន្ទុយនៀកនោះរងការបំផ្លាញស្ទើរហិនហោចមានលំហូរជនអន្តោប្រវេសន៍វៀតណាមហូរចូលទឹកដីកម្ពុជាដោយខុសច្បាប់រួមទាំងបង្កើតជាបទល្មើសឆ្លងដែនខុសច្បាប់មានការជួញដូរមនុស្សនិងគ្រឿងញៀនជាដើមជាមួយគ្នានេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានមើលឃើញថាវៀតណាមបានលើកបន្ទប់ឲ្យលោកហ៊ុនសែនឲ្យឡើងកាន់អំណាចតាំងពីទសវត្សរ៍ទី 80 មកទើបរដ្ឋាភិបាលគ្រួសារហ៊ុនបានសងគុណវៀតណាមវិញដោយធ្វើសម្បត្តិដីឲ្យក្រុមហ៊ុនវៀតណាមជាង 24,000 ហិកតាមួយវិញទៀតលោកថាយុទ្ធសាស្ត្រដំណើរឆ្ពោះមកទិសខាងលិចរបស់ប្រទេសវៀតណាមដើម្បីលេបយកទឹកដីកម្ពុជានិងឡាវបង្កើតជាសហព័ន្ធឥណ្ឌូចិនតាមបំណងរបស់ហ៊ូជីមីញនោះគឺកំពុងលេចជារូបរាងបណ្ដាហើយតាមរយៈការលេបយកដីសម្បត្តិសេដ្ឋកិច្ចកម្ពុជានិងការបញ្ជូនជនជាតិវៀតណាមឲ្យមករស់នៅក្នុងតំបន់កន្ទុយនៀកក្នុងខេត្ត 4 របស់កម្ពុជានេះបើសិនបើប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសនៅទូទាំងពិភពលោកនឹងធ្វើបាតកម្មលក្ខណៈទ្រង់ទ្រាយធំហើយនឹងរិះគន់តាមបណ្ដាញសង្គមនឹងមានសភាពខ្លាំងក្លាអានឹងប្រកាសជារដ្ឋាភិបាលនឹងដកហូតដីសម្បត្តិសេដ្ឋកិច្ចដែលផ្ដល់ឲ្យក្រុមហ៊ុនវៀតណាមនិងយោធាវៀតណាមជាង 24,000 ហិកតាមកវិញហើយប៉ុន្តែបើសិនបើប្រជាប្រដ្ឋមិនស្រោះគ្នានោះទេគឺតកូលហ៊ុនមិនព្រមដកហូតដីសម្បត្តិសេដ្ឋកិច្ចនឹងមកវិញនោះទេជុំវិញរឿងនេះវាឌីមិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោកឡាំជាបានទេគិតត្រឹមម៉ោងផ្សាយនេះគិតរហូតមកដល់ពេលនេះមានពលរដ្ឋខ្មែរចំនួន 37 នាក់ក្នុងនោះក៏មានទាំងលោកស្រូនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្នាក់ផងដែរដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយសារតែពួកគេមានភាពសកម្មរិះគន់រដ្ឋាភិបាលគ្រួសារហ៊ុនតាក់ទងទៅនឹងការដាក់ខេត្តកម្ពុជាចំនួន 4 ចូលទៅក្នុងតំបន់អភិវឌ្ឍ CLV កម្ពុជាឡាវនិងវៀតណាមបើទោះបីជាក្រោយមកគម្រោងនេះត្រូវបានរដ្ឋាភិបាលនិងរដ្ឋសភាបានសម្រេចលុបចោលហើយក្តីបន្ថែមលើនេះបញ្ហាព្រំដែននាសម័យទំនើបនេះវាបានកក្រើកឡើងវិញអំឡុងឆ្នាំ 2005 ដែលពេលនោះលោកហ៊ុនសែនបានគម្រាមរំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចោលបើព្រះមហាក្សត្រមិនព្រមឡាយព្រះហស្ថលេខា
លើសន្ធិសញ្ញាបំពេញបន្ថែមដែលរងការរិះគន់ថាធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាមជុំវិញបញ្ហានេះអ្នកមានបទពិសោធន៍កិច្ចការព្រំដែនបានលើកឡើងថាក្រោយលោកហ៊ុនសែនគម្រាមព្រះមហាក្សត្របានសម្រេចបានបើកផ្លូវឲ្យប្រទេសវៀតណាមគ្រប់គ្រងប្រជុំកោះក្រចកសេះនិងកោះត្រល់រួមទាំងដីតាមបន្ទាត់ព្រំដែនរាប់រយគីឡូម៉ែត្រទៀតដោយស្របច្បាប់បន្ថែមលើនេះប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីបច្ចុប្បន្នក៏ត្រូវបានប្រទេសថៃឈ្លានពានយកថែមទៀតរួមទាំងកោះគុតផងដែរមាត្រា55នៃរដ្ឋធម្មនុញ្ញចែងថាសន្ធិសញ្ញានឹងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអព្យាក្រឹតនិងឯកភាពជាតិរបស់កម្ពុជាត្រូវលុបចោលដោយឡែកក្រមព្រហ្មទណ្ឌមាត្រា440ចែងថាអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកគឺជាអំពើក្បត់ជាតិត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតខ្ញុំសែនសច្ចៈ VOD